ណែមីចាំអាស៊ីតមុនតនណានិយាយពីថាវាកើតអីទៀតទេហ្នឹងនិយាយពីថាកាច់កង់សាហាវហ្មងណាដឹងអីថា Lady Dragon ហ្នឹងគឺជា skin នេះចាត់ចេញ skin នេះមកទៀតទៅប៉ុន្តែឥឡូវ Mobile Legends បានធ្វើការតម្លាក់ skin សវ័យ4មកទៀតទៅគឺថាសត្វតានៀកហ្មងនិយាយមែនគឺថា skin ទាំង4ហ្នឹងគឺថាពុជពងវងតកោនេះសាហាវហ្មងចេញមកគឺថាកាច់កង់ជាមួយនឹង Lady Dragon យើងខ្លាំងតែ skin ទី1ហ្នឹងគឺជា skin នេះរបស់មីយ៉ាគឺថាចេញ skin រហូតហ្មងប៉ុន្តែមានអីគឺថា skin ហ្នឹងស្អាតរបស់គេដែរហ្នឹងមើលទៅឡើងលងស្រឡាញ់មីយ៉ាហ្មងនេះចំណែកឯ skin ទី2នោះគឺជា skin របស់ Idora skin នេះរបស់ Idora ហ្នឹងគឺថាមានអារម្មណ៍មើលទៅស្តៀងទៅនឹង skin collector របស់ Novaria មានអារម្មណ៍ថាមុនតនណាកាយ collector Novaria ទៅជា skin ហ្នឹងដែរតែ skin collector របស់ Novaria គឺថាស្មែកបច្ច័យណាខ្លាំងពេក Mobile Legends កែត្មងទៅមើលទៅហើយចំណែក skin ទី3វិញគឺថាជា skin របស់ស្ដេចញាក់ U2 អញ្ចឹងណាគឺថាខ្លួនឯងនេះអីចេញ skin នេះទៀតហ្មងគឺថាដដែលអត់មានដោអីចឹងចំណែកឯ skin ទី4នោះគឺជា skin នេះរបស់ Gushin អីចឹងណាគឺថា hero ហ្នឹងចេញ skin រហូតហ្មងអត់យល់ហ្មងមួយឆ្នាំមួយ skin មួយឆ្នាំពីរ skin ដែរប៉ុន្តែគេថាចាយបានអត់មានគោលបំណងអីទេគ្រាន់តែនិយាយលេងទេព្រោះថាគេធ្វើចឹងក៏ល្អដែរលក្ខណៈថាពេលគេឃើញ skin នេះអស់ហ្នឹងគេហៅថាអ៊ុយនាគចិនពេលគេឃើញ Lady Dragon គេថានាគខ្មែរនោះនាគខ្មែរតើចាគេថាអីគឺជាប្រយោជន៍សម្រាប់ពួកយើងទាំងអស់អញ្ចឹងហើយចាយចង់ឲ្យ Lady Dragon ចេញមកលឿនខ្លាំងមែនតើហ្មងនេះ